ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមានមុខម្ហូបមួយមុខហៅថាស៊ុបស៊ីឈាន់តោះឥឡូវយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាសម្រាប់គ្រឿងផ្សំរបស់វាមានដូចជាដុំស៊ុបស៊ីឈាន់មួយដុំទឹកដោះគោឆៅមួយកំប៉ុងស្ពៃតឿស្ពៃបូកគោផ្សិតម្ជុលហើយនិងក្រូចឆ្មាហើយសម្រាប់សាច់របស់យើងគឺមានសាច់គោកន្លះគីឡូហើយនិងបង្គាកន្លះគីឡូដែរតោះឥឡូវយើងទៅចម្អិនទាំងអស់គ្នាដំបូងយើងដាក់ឆ្នាំងឲ្យក្តៅបន្ទាប់មកយើងចាក់ខ្លាញ់បន្តិចរួចហើយយើងចាប់ផ្ដើមដាក់ខ្ទឹមសបន្ទាប់ពីដាក់ខ្ទឹមសរួចយើងចាប់ផ្ដើមដាក់ដុំស៊ីឈាន់ហើយនិងស្លឹកក្រូចសើចដើម្បីរំលីងវាឡើងឈ្ងុយល្អបន្ទាប់ពីរំលីងវាឡើងឈ្ងុយល្អហើយយើងចាប់ផ្ដើមចាក់ទឹកចូលបន្ទាប់ពីទឹកពុះយើងចាប់ផ្ដើមថែមគ្រឿងមានដូចជាអំបិលកន្លះស្លាបព្រាម្សៅរ៉ូឌីកន្លះស្លាបព្រាស្ករស1ស្លាបព្រាអំបិលម៉ដ្ឋ1ស្លាបព្រាថែមទឹកត្រី1ស្លាបព្រាបន្ទាប់មកយើងចាក់ទឹកដោះគោឆៅចូលបន្ទាប់ពីទឹកឡើងពុះហើយយើងចាប់ផ្ដើមដាក់បន្លែចូល
តមកយើងចាប់ផ្ដើមដាក់បង្គាចូលចុងក្រោយយើងចាប់ផ្ដើមដាក់សាច់គោយើងចូលឥឡូវនេះស៊ុបស៊ីឈួនរបស់យើងគឺរួចរាល់ហើយបងប្អូនអរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូតាំងពីដើមរហូតដល់ចប់សូមអរគុណ